បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូទី4នេះនឹងជម្រាបបងប្អូនអំពីការបង្កើតទម្រង់សំណួរអញ្ចឹងនៅក្នុងភាសាអង់គ្លេសឬក៏នៅក្នុងភាសាផ្សេងនោះគឺការបង្កើតទម្រង់សំណួរត្រូវបានធ្វើជាលក្ខណៈផ្សេងគ្នាដោយឡែកនៅក្នុងភាសាបារាំងការបង្កើតទម្រង់សំណួរគឺមានលក្ខណៈច្បាស់លាស់ហើយយើងនឹងតាមដានជាមួយលោកគ្រូទាំងអស់គ្នាបាទដំបូងគឺជាទម្រង់ងាយបាទន័យថាលោកគ្រូគ្រាន់តែយកឃ្លាធម្មតាមកបាទយើងដាក់សញ្ញាសួរទៅបាទយើងបានជាទម្រង់សំណួរបាទអញ្ចឹងដូចជាក្នុងករណីនេះជាដើមបាទលោកគ្រូអត់មានធ្វើអីច្រើនទេបាទយើងយកទម្រង់ធម្មតាមកយើងគ្រាន់តែបន្ថែមសញ្ញាសួរនេះទៅគឺយើងបានទម្រង់សំណួរបងប្អូនហើយពេលយើងអានយើងគ្រាន់តែលើកសំឡេងនៅខាងចុងនេះតិចទៅបាទយើងបានជាទម្រង់សំណួរឧទាហរណ៍លោកគ្រូនិយាយថា c'est la capitale du Cambodge គឺជារាជធានីនៃប្រទេសកម្ពុជាឬបាទចឹងអត់មានអីពិបាកបើសិនជាយើងលុបសញ្ញាសួរនឹងចេញវាទៅជាឃ្លាធម្មតាវិញ Donald Trump est le président américain តើ Donald Trump គឺជាប្រធានាធិបតីអាមេរិកឬបាទយើងដាក់ទៅសញ្ញាសួរមកយើងអានទៅលើកសំឡេងទៅគឺបានជាទម្រង់សំណួរបង Cette chemise me convient តើអាវសមីនេះត្រូវជាមួយនឹងខ្ញុំអត់ចង់និយាយចឹងនេះជាទម្រង់សំណួរងាយបាទអញ្ចឹងទម្រង់សំណួរធម្មតាបាទបងអត់មានដាក់អីទាំងអស់គឺយើងយកឃ្លាធម្មតាមកដាក់ថែមតែសញ្ញាសួរនៅខាងចុងទៅហើយយើងពេលយើងអានយើងលើកសំឡេងវាបន្តិចទៅបាទហ្នឹងគឺបង្កើតជាទម្រង់សំណួរអានេះមិនចាំបាច់រៀនអីច្រើនទេអ្នកណាក៏ជាបង្កើតដែរបងប្អូនបាទតែយើងទៅមើលទម្រង់ទី2ទម្រង់ទី2គឺយើងប្រើ est-ce que នៅពីមុខបាទទម្រង់ est-ce que នេះគឺជាទម្រង់សំណួរតែនៅពេលដែលបងប្រើទម្រង់ est-ce que ទៅបាទទីតាំងរបស់ប្រធានគឺនៅមុខកិរិយាសព្ទហើយបន្តមកទៀតគឺអាចមានកម្មបត្តិនៅពីខាងក្រោយបាទកម្មបត្តិនេះអាចមានអាចអត់អាស្រ័យទៅលើកិរិយាសព្ទលោកគ្រូឲ្យជាឧទាហរណ៍ Est-ce que les 18 soldats khmer sont libérés តើទាហានខ្មែរ18នាក់ហ្នឹងត្រូវបានដោះលែងហើយឬនៅបាទអញ្ចឹងយើងមានទម្រង់ est-ce que នៅខាងដើមឃ្លាណាទម្រង់ est-ce que នៅខាងដើមឃ្លាបន្ទាប់មក les 18 soldats khmer បាទទាហានខ្មែរទាំង18នាក់ហ្នឹងជាប្រធានបងប្អូនបាទជាប្រធានបាទ sont libérés បាទ sont libérés បើសិនជាបងធ្វើការបំបែកបាទនេះថាត្រូវបានដោះលែងបាទនេះគឺជាកិរិយាសព្ទនៅក្នុងទម្រង់ passive បាទនៅក្នុងទម្រង់ passive បាទអញ្ចឹង sont libérés បើយើងបកជាខ្មែរយើងបានន័យថាត្រូវបានដោះលែងអញ្ចឹងតើទាហានខ្មែរ18នាក់ហ្នឹងបាទត្រូវបានដោះលែងឬបាទបន្ទាប់មកទៀតឃ្លាទី2 est-ce que vous avez faim តើអ្នកឃ្លានឬ est-ce que vous avez faim បាទទម្រង់ est-ce que បន្ទាប់មកគឺ vous បាទនេះគឺជាប្រធានបងប្អូន est-ce que le cessez-le-feu est respecté តើបទឈប់បាញ់គ្នាត្រូវបានគោរពឬបាទតើបទឈប់បាញ់គ្នាត្រូវបានគោរពឬ est-ce que les déchets sont triés តើកាកសំណល់ត្រូវបានញែកទៅតាមប្រភេទរបស់វាឬបាទ trier នេះបាទន័យថាយើងធ្វើការច្រោះវាធ្វើការបែងចែកអាណាផ្លាស្ទិកទៅតាមផ្លាស្ទិកចឹងទៅបាទអាណាกระดาษទៅតាមกระดาษចឹងទៅអាណាកែវទៅតាមកែវចឹងទៅហើយអាណាដែលអាចដុតឆេះហ្នឹងគឺទៅមកដុំដុតឆេះចឹងទៅបាទគឺយើង trier វាបាទ est-ce que c'est bon pour la santé តើវាសំខាន់វាល្អសម្រាប់សុខភាពឬបាទឧទាហរណ៍ថាយើងទទួលទានប៊ីយ៉ារាល់ថ្ងៃហើយមានពូម៉ាក់យើងសួរយើងថា est-ce que c'est bon pour la santé
តើវាល្អសម្រាប់សុខភាពឬវាសំខាន់សម្រាប់សុខភាពឬវាចម្រើនសម្រាប់សុខភាពឬណា Est-ce que nos soldats sont encore vivants បាទតើកងទ័ពរបស់យើងលោកគ្រូចង់និយាយថាកងទ័ព8នាក់ដែលអ្នកចិត្តខាងរបស់យើងចាប់យកទៅណាបាទលោកគ្រូចេះតែបារម្ភខ្លាចតែពួកគាត់ទាំងអស់គ្នានោះគឺមិនដឹងជាយ៉ាងណាណាបាទអញ្ចឹងយើងបួងសួងសូមឲ្យគាត់រួចចាកអំពីសេចក្តីមរណៈពីព្រោះយើងដឹងទាំងអស់គ្នាហើយពិបាកណាស់បងប្អូនបាទមិនដឹងជាយ៉ាងណាទេជីវិតពួកគាត់អញ្ចឹងលោកគ្រូសួរថា Est-ce que nos soldats sont encore vivants តើកងទ័ពរបស់យើងនៅរស់នៅឡើយឬអញ្ចឹងក្នុងទម្រង់ទី2នេះគឺយើងប្រើ Est-ce que នៅខាងដើមឃ្លាបងប្អូនចាំណាទាំងអស់គ្នាហើយបន្ទាប់ពី Est-ce que មកយើងដាក់ប្រធានបន្ទាប់ពីប្រធានគឺកិរិយាសព្ទណាបាទទម្រង់ទី3គឺយើងត្រឡប់ប្រធានហើយជាទូទៅប្រធានហ្នឹងគឺជាសព្វនាមបងប្អូនមិនមែនជានាមទេបាទមិនមែនជានាមទេ Avez-vous soif តើអ្នកស្រេកទឹកឬបាទទម្រង់ធម្មតា Vous avez soif ដល់ពេលយើងត្រឡប់ប្រធានគេ l'inversion du sujet ណាយើងត្រឡប់ប្រធានយកប្រធានមកដាក់ក្រោយវាវិញ Ont-ils une voiture តើពួកគាត់មានរថយន្តមួយឬបាទ Est-elle intelligente តើនាងឆ្លាតឬបាទ Sont-ils cruels តើពួកគាត់ទាំងអស់គ្នានឹងបាទសាហាវឬបាទកាចសាហាវឬណា cruel នឹងគឺកាចសាហាវបាទកាចសាហាវបាទអញ្ចឹងយើងឃើញទាំងអស់គ្នាប្រធានមកនៅក្រោយកិរិយាសព្ទទាំងអស់គ្នាហ្នឹងបាទក៏ប៉ុន្តែប្រធានទាំងអស់ហ្នឹងគឺជាសព្វនាមបាទសព្វនាមយើងដឹងហើយទាំងអស់គ្នាបាទបងដឹងហើយបាទយើងហៅថា pronom ណា pronom បាទ pronom ហ្នឹងគឺមានន័យជាខ្មែរយើងថាសព្វនាមណាគឺ pronom ទាំងអស់ហ្នឹងគឺជា pronom បាទគឺជា pronom ទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចាំណាបើសិនវាជាសព្វនាមពេលនោះយើងអាចត្រឡប់វាបាននៅក្នុងចំណុចទី3ឥឡូវយើងសួរថាចុះបើសិនវាជានាមវិញលោកគ្រូបាទបើសិនវាជានាមវិញបងប្អូនមើលនៅក្នុងចំណុចទី4របស់យើងចំណុចទី4បើសិនវាជានាមបើប្រធាននោះជានាមយើងបន្ថែមប្រធានថាឡើងវិញហើយប្រធាននឹងវាបដូរទៅតាមប្រធានពិតប្រាកដរបស់វាដូចលើអញ្ចឹងលើកំបូតអញ្ចឹងយើងដាក់ប្រធានថាឡើងវិញគឺ il បាទយើងបន្ថែមវាមកពីក្រោយ verb ហើយយើងដាក់ trait d'union មួយចន្លោះកិរិយាសព្ទនិងប្រធាននឹងLe Cambodge est-il riche តើប្រទេសកម្ពុជាគឺជាប្រទេសអ្នកមានឬយើងអត់ដាក់ L បានទេបងប្អូនពីព្រោះប្រទេសកម្ពុជាគឺ masculin ហ្នឹងយល់ទេ La Chine est-elle puissante តើប្រទេសចិនគឺជាប្រទេសដែលមានអំណាចខ្លាំងនោះឬបាទចឹងកន្លែងនេះគឺ L ហ្នឹងគឺជំនួសឲ្យប្រទេសចិនបងប្អូន L'ITC forme-t-il détention តើសាលាតិចនោះបណ្ដុះបណ្ដាលបាទអ្នកបច្ចេកទេសដែរឬទេបាទបងប្អូនឃើញទាំងអស់គ្នាបើសិនជាយើងលុបទេចោលណាបាទហើយ E នេះវាជួបគ្នាចឹងក្នុងករណីកាលណាយើងមាន voyel 2ជួបគ្នាយើងយកទេមកដាក់កណ្ដាលក៏ប៉ុន្តែតម្លៃរបស់ទេហ្នឹងបើសិនជាយើងបកទៅជាខ្មែរយើងគឺអត់មានបកអីទាំងអស់គឺអត់អត្តន័យទេបងប្អូនគេហៅថាទេ expletive ដាក់ដែរក៏ប៉ុន្តែអត់មានន័យអីទាំងអស់បាទអញ្ចឹងលោកគ្រូបញ្ជាក់ឡើងវិញ sujet repris នេះគឺវាប្រែប្រួលទៅតាមប្រធានពិតប្រាកដដោយសារ l'ITC ជា institut បើអញ្ចឹងវាមានប្រធាន sujet repris របស់វាជា il ce pont est-il encore solide តើស្ពាននេះវានៅមាំនៅឡើយឬបាទហេតុអីបានយើងដាក់ il ពីព្រោះ pont គឺជា nom masculin cet ordinateur fonctionne-t-il តើ ordinateur នេះ computer នេះបាទវាដំណើរការដែរឬទេបាទ il ជំនួសឲ្យអីគឺជំនួសឲ្យ ordinateur La planète bleue est-elle polluée តើភពបាទតើភពផែនដីរបស់យើងនឹងបាទវាត្រូវបានបំពុលឬបាទ planète bleue គឺតំណាងឲ្យ la terre បាទ la terre គឺតំណាងឲ្យភពផែនដីយើងបងប្អូនបាទតំណាងឲ្យភពផែនដីយើង la terre
បាទ la terre បាទយើងទៅសេនឹងអក្សរតេធំតំណាងឲ្យផែនដីរបស់យើងភពផែនដីរបស់យើង la terre la terre បាទអញ្ចឹងយើងឃើញអាពណ៌ខៀវនឹងសូត្រតែជាប្រធានថាឡើងវិញហើយលោកគ្រូបញ្ជាក់ឡើងវិញទី1ប្រធានថាឡើងវិញប្រែប្រួលទៅតាមប្រធានពិតប្រាកដទី2ចន្លោះកិរិយាសព្ទនិងប្រធាននោះគឺដាក់ trait d'union ហើយទី3បើសិនជាវាមាន voyelle ជួបគ្នាយើងយក t expletive មកដាក់ចំកណ្ដាលហើយមាន trait d'union នៅសងខាងអក្សរ t នោះអរគុណចំពោះការតាមដានរបស់បងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទ Merci pour votre attention à la prochaine